ពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំធ្វើបង្កាយបងប្អូនឥឡូវយើងកំពុងរើកណ្តុងហើយក៏ចាប់ផ្ដើមយកដីកេសចាប់ផ្ដើមមូលដើម្បីចងខ្សែធ្វើបង្កាយបងប្អូនហើយយើងរុំក្បាលកណ្តុងនេះគេហៅថាបង្កាយកណ្តុងបងប្អូនយើងធ្វើពីកណ្តុងជ័រហើយយើងមានប្លាលួសប្លាអីជាមួយនឹងខ្សែខ្មៅបងប្អូនហើយយើងចាប់ផ្ដើមរលទៅបានផលបាន4-5ដែរយើងធ្វើមិនមកឲ្យយូរចេញម៉ូតូទៅរកកន្លែងដាក់បងប្អូនឥឡូវយើងចាប់ផ្ដើមដើរហើយរកបានកែបបានអីធំហើយបានកែបគួរសមដែរឥឡូវយើងក៏ចាប់ផ្ដើមរកកន្លែងដាក់នេះដាក់ទៅដល់ចូលទៅដល់ទៅផ្ទក់ធំហើយបងប្អូនដល់ទាញខ្ទេចហើយមានសល់ទេឥឡូវមករកកន្លែងផ្សេងដល់ស្រះគេស្រះអីទៀតបងប្អូនចាប់ផ្ដើមនេះទៅយើងដើររកកន្លែងលុបជាក់កន្លែងណាដែលត្រីច្រើនអីហ្នឹងគឺត្រីវាមកសង្ងំនៅចដោលផ្ទក់អីហ្នឹងគឺត្រូវម៉ាច់ឯខែនឹងទឹកឡើងណាបងប្អូនវប្បធម៌ដាក់ត្រីនេះក៏យើងមានតាំងពីប្រពៃណីដូនតាយើងយូរលង់ណាស់មកហើយតែឥឡូវយើងអាប់ដេតថ្មីបងប្អូនដាក់កណ្តុងម្ដងឃើញគេតាមបណ្ដាញសង្គមគេដាក់អញ្ចឹងយើងក៏រៀនដាក់តាមគេមើលក៏បានតែយើងដាក់លើកមុនបានត្រីផ្ទក់ត្រីបានក្រាក់ក្រិលដែរបងប្អូនបានមួយស្លគាត់បានម្ហូបដែរបងប្អូនមិនទៅអត់ទេដើរដាក់តាមស្រែទួលហើយតែខែហ្នឹងទឹកឡើងលិចស្រែលិចស្រូវអស់ហើយបងប្អូនអើយណាទឹកច្រើនមែនទែនឆ្នាំនេះគឺថាសម្បូរទឹកភ្លៀងសម្បូរអីមែនចុងដៃចុងឆ្នាំហ៎បងប្អូនគឺសម្បូរមែនទែនស្រូវជិតមូលដើមដើរគឺថាភ្លៀងគឺកាក់កបឥឡូវយើងកំពុងដើរទៅរកកន្លែងផ្សេងទៀតបងប្អូនបានច្រើនកន្លែងបានកែបបាននុយកែបនុយគឺថាខ្មាច់ហើយត្រូវត្រីដោត្រីផ្ទួងក៏ចូលចិត្តណាស់ត្រីកែងធំអីហ្នឹងគឺថាទាញហើយដាច់ខ្សែមិនសួរយើងមានសល់ទេគឺលើកមុនទាញចូលគុម្ពស៊ូងគុម្ពអីហ្នឹងបងប្អូនគុម្ពទុំខាស់ថាគ្មាននៅទេជាប់ប៉ិនកដៃបងប្អូនអើយមួយចង់1 គីឡូគឺថាអូសទៅហ្មងទាញយកហ្មងហើយកន្លែងយើងដាក់នេះសិតតែកន្លែងហមហើយកន្លែងស្រូវក្រាស់បងប្អូនមិនទៅដាក់វាលហលហែវទេថាម្លប់អីហ្នឹងគឺថាត្រីចូលចិត្តមកខាងម៉ាច់ហើយត្រូវម៉ាច់របស់យើងហើយកន្លែងនេះតំណងដល់ទាញដាច់ប៉ាត់ហើយគ្មានសល់ទេស្អីលើកណានោះចូលពោះសាំងសឿទាញទៅទៀតមានសល់ស្លាប់កែបស្លាប់អីហ្នឹងគឺទាញហើយជាប់នឹងពោះជាប់នឹងអីទៀតនិយាយទៅសាហាវមែនឥឡូវខ្ញុំមកដាក់តាមទួលស្រែមួយនេះទៀតទួលស្រែមានសង្ឃឹមបានដល់ជាប់ហើយកែបផងនុយកែបប៉ុណ្ណាណីនេះគឺនុយខ្យងផងអីផងហ្នឹងគឺថាទាញស៊ីហើយយើងនិយាយទៅគ្រប់ទឹកហើយទឹកឡើងភ្លៀងជន់ហើយមេឃក៏ងឹតទៀតអូដល់ត្រូវទៀតហើយថ្ងៃនេះមិនក៏បានមួយសឡមិនសមមិញបាន4-5នេះមកដាក់ម្លប់នេះចុងក្រោយនេះបងប្អូនហើយសង្ឃឹមជាប់ធំហើយព្រោះអីកន្លែងនេះម្លប់មែនតើសង្ឃឹមហើយជាប់100%គ្មានទេកន្លែងនេះចំមុខទឹកហូរទៀតហើយបងប្អូនអាចអនុវត្តមើលវីដេអូតាមខ្ញុំបានចង់រៀនធ្វើកាយកណ្តុងហ្នឹងបងប្អូនគឺបានផលពិតបាទឃើញបងតាមបណ្ដាញសង្គមគាត់ធ្វើអញ្ចឹងដែរបងប្អូនតាមស្រុកទន្លេតាមស្រុកស្រែចម្ការបងប្អូនជាចុងក្រោយបាយបាយជំរាបលាបងប្អូនទាំងអស់គ្នាអរគុណច្រើនបង